បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនសបនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺខ្ញុំមានប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំបាទចំនួន2អង្គបងប្អូនណាគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទហើយប្រភេទនៃអង្គគុជឃ្មុំនេះដែរដូចខ្ញុំអាសាបានរៀបរាប់ចឹងបងប្អូនណាបាទរៀបរាប់ចឹងបាទគឺអង្គគុជឃ្មុំដែលនៅក្នុងដីបងប្អូនណាប្រភេទគុជឃ្មុំដែលនៅក្នុងដីបងប្អូនណាបាទប្រភេទគុជឃ្មុំដែលនៅក្នុងដីលោកក៏កើតអំពីទឹកឃ្មុំបងប្អូនណាក៏កើតអំពីទឹកឃ្មុំបាទហើយការប្រើប្រាស់របស់លោកដូចខ្ញុំអាសាបានរៀបរាប់ប្រាប់បងប្អូនជាយូរឆ្នាំមកហើយបងប្អូនណាបាទគឺប្រើខាងស្នេហ៍មហានិយមលោកដូរ៉ូស៊ីខាងស្វិតខាងគង់បងប្អូនណាខាងសឹកសង្គ្រាមបាទបើស្រូបយកសារជាតិមុនខ្មៅបងប្អូនណាគេថាបន្សាបនៅអំពើមុនខ្មៅទាំងឡាយទាំងពួងបងប្អូនណាបាទដាក់តាមខ្លួនគឺការពារយុបលុបផ្លូវចិត្តផ្លូវឆ្ងាយបងប្អូនណាបាទខាងសឹកសង្គ្រាមមានរឿងរ៉ាវកើតឡើងអីគឺយើងក៏ដាក់នឹងដៃឬក៏ដាក់ជាប់នឹងខ្លួនឬក៏បៀមនៅក្នុងមាត់បងប្អូនណាដូចខ្ញុំបានជម្រាបចឹងសម្រាប់ការពារនៅអាយុជីវិតយើងបានបងប្អូនណាដូចខ្ញុំបានជម្រាបចឹងនេះគឺបែបធម្មជាតិបងប្អូនណាគឺខ្ញុំថតនេះគឺបែបធម្មជាតិគឺมันបានខាត់សម្អាតហើយក៏มันបានដង្វាយទឹកឃ្មុំជូនលោកដែរបងប្អូនណាបាទឡើងខ្មៅក្រឹបសាច់ចាស់ដូចដែកតែម្ដងបងប្អូនណាបាទຂະຫນາດបតោងប៉ប៉ិនមេដៃរៀងសំប៉ែតពងក្រពើបងប្អូនណាបាទគឺស្អាតមែនតែនតែម្ដងមួយអង្គនេះបងប្អូនណាគឺមិនធម្មតាទេប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទឬក៏យើងអាចហៅថាមួយយ៉ាងទៀតជាអង្គគុជនៃគុជអតិទេពលោកមេរិតមេដជះនឹងមានបារមីពីធម្មជាតិរបស់លោកមកឲ្យស្រេចតែម្ដងបងប្អូនណាបាទសម្រាប់ឃុំក្រងនិងសម្រាប់ការពារនៅសរីរាង្គកាយរបស់យើងបងប្អូនណាមួយអង្គនេះក៏ពិសេសដែរបងប្អូនណាបាទរូបរាងដូចជាចង្កូមបងប្អូនណាបាទរូបរាងដូចជាចង្កូមអញ្ចឹងបាទនេះឃើញទេដូចជាចង្កូមបាទហើយចាស់ឡើងក្រឹបតែម្ដងបងប្អូនណាដូចជាបងប្អូនឃើញនៅក្នុងរូបភាពស្រាប់សុទ្ធតែជាຂະຫນាតបន្តោងបងប្អូនណាហើយប្រើបានទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់បងប្អូនណាប្រើបានទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់បាទដាស់ប្រសិទ្ធិក៏ពូកែមិនចាំបាច់ដាស់ប្រសិទ្ធិក៏ពូកែបងប្អូនណាបាទនេះដូចខ្ញុំបានជម្រាបចឹងប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទលោកបើស្រូបយកសារជាតិទឹកដីភ្លើងខ្យល់បងប្អូនណាបាទអាចធ្វើឲ្យយើងស្បែកស្វិតស្បែកគង់បានបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះគឺជាប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាប្រភេទនៃអង្គគុជឃ្មុំបាទសម្រាប់ការពារខ្លួនបងប្អូនណាសម្រាប់ការពារខ្លួនធ្វើជាຂະຫນាតបន្តោងយើងប្រើបានទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់បងប្អូនណាបាទទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់ហើយឡើងខ្មៅក្រឹបតែម្ដងបងប្អូនណាឡើងខ្មៅក្រឹបតែម្ដងបាទគឺមិនធម្មតាទេប្រភេទនៃអង្គគុជឃ្មុំនេះបងប្អូនណាຂະຫນាតបន្តោងស្អាតបែបធម្មជាតិយើងស្រោបតាមចិត្តដែលយើងស្រឡាញ់ចង់ស្រោបប្រាក់ក៏បានស្រោបមាសក៏បានស្រោបផ្លាទីនក៏បានបងប្អូនណាបាទតាមធនធានដែលយើងមានបាទគឺស្អាតបងប្អូនណាខាត់សម្អាតតិចទៅគឺរលោងព្រិលស្អាតល្អតែម្ដងបើសិនជាបងប្អូនបាទចង់បានស្អាតបងប្អូនណាចង់បានស្អាតបាទហើយប្រភេទនៃអង្គគុជឃ្មុំនេះដែរគឺខ្ញុំមានគ្រប់ទម្រង់បងប្អូនណាគឺមានតូចមានធំមានមូលមានវែងមានខ្លីបងប្អូនណាបាទឬក៏បងប្អូនចង់ធ្វើជាអង្កាំដៃអីផ្សេងធ្វើជាចិញ្ចៀនអីផ្សេងគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាបាទហើយក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលានេះគឺជាប្រភេទនៃអង្គគុជឃ្មុំបងប្អូនណាបាទ